សង្គមមួយដែលរីកចម្រើនគឺជាសង្គមដែលវិនិយោគទៅលើយុវជនបងប្អូនមានដឹងហើយតើរដ្ឋាភិបាលទីកម្ពុជារបស់យើងចំណាយលុយប្រមាណលានដុល្លារទៅលើក្រសួងអប់រំទៅលើវិស័យអប់រំបងប្អូនបាទកាលពីឆ្នាំ2024នេះណាតាមរបាយការណ៍មកគឺថារដ្ឋាភិបាលយើងចំណាយលុយរហូតដល់990លានដុល្លារស្មើនឹង12%នៃថវិកាជាតិនៃថវិការដ្ឋាភិបាលដែលចាយហើយស្មើនឹង3.1%នៃ GDP នេះគឺជាចំណាយមួយខ្ពស់បាទជុតលុយច្រើនទៅលើវិស័យអប់រំបាទបើប្រៀបធៀបប្រទេសអាស៊ានណាយើងជាប់លំដាប់ថ្នាក់លេខ3ជាប្រទេសដែលចំណាយលុយច្រើនបាទបន្ទាប់ពីបាទម៉ាឡេគឺលេខ1នៅក្នុងអាស៊ានបន្ទាប់មកបាទម៉ាឡេ 4% នៃ GDP បន្ទាប់មកហ្វីលីពីន 3.8% នៃ GDP របស់គេហើយកម្ពុជារបស់យើងគឺ 3.1% នៃ GDP របស់យើងនេះសបញ្ជាក់ឃើញថារដ្ឋាភិបាលរបស់យើងគឺថាយកចិត្តទុកដាក់ទៅលើវិស័យអប់រំហើយវិនិយោគបាទទៅលើយុវជននេះជាសញ្ញាមួយល្អយើងដើរផ្លូវត្រូវបងប្អូនប៉ុន្តែទោះបីយ៉ាងណាក៏ដោយណាទោះបីយើងចំណាយប៉ុណ្ណឹងច្រើនលំដាប់លេខ3ក្នុងអាស៊ានក៏ដោយណាប៉ុន្តែតាម UN ណាអង្គការសហប្រជាជាតិគេឲ្យយោបល់ថាគ្រប់ប្រទេសទាំងអស់គួរចំណាយលុយរវាងពី4ទៅ6% នៃ GDP ទើបជាការល្អឥឡូវយើងបាន3%បើសិនឆ្នាំក្រោយៗទៀតយើងសង្ឃឹមថារដ្ឋាភិបាលនឹងតម្លើងលុយលើវិស័យអប់រំច្រើនជាងនេះបើចឹងមែនគឺថាជាការល្អបងហើយខ្ញុំក៏បាទសំណូមពរធ្វើម៉េចកុំឲ្យក្នុងមួយថ្នាក់កុំឲ្យសិស្សច្រើនពេកត្រឹម35នាក់អីបានហើយនឹងសំណូមពរទី1ហើយសំណូមពរទី2គឺថាធ្វើម៉េចឲ្យសិស្សនឹងរៀនព្រឹកផងល្ងាចផងមកពេញមួយថ្ងៃមកបាទបើយើងធ្វើបានប៉ុណ្ណឹងគឺថាវិស័យអប់រំរបស់យើងដឹងថាអស្ចារ្យបងប្អូនយើងអាចដើរប្រកួតប្រជែងជាមួយអាស៊ានគេបានព្រោះប្រទេសអាស៊ានគេរៀនពេញមួយថ្ងៃណាយើងរៀនតែមួយពេលបាទអញ្ចឹងយើងមិនទាន់គេបងប្អូនហើយមួយថ្នាក់យើងដាក់សិស្សច្រើនពេកគ្រូម្នាក់50+1 50+1មិនមែនមួយថ្នាក់50នាក់មិនមែន50នាក់ថ្នាក់ខ្លះរហូតដល់80នាក់អញ្ចឹងបាទច្រើនណាស់ហើយគ្រូគាត់មិនអាចទៅគ្រប់គ្រងសិស្សបានត្រឹម35នាក់25នាក់អីបានមួយថ្នាក់អានេះជាសំណូមពរ2ប៉ុន្តែសំណូមពរ2ហ្នឹងថ្លៃបងប្អូនបើយើងធ្វើអញ្ចឹងមែនលុះត្រាតែយើងបាទធ្វើសាលា1x3ហើយគ្រូបន្ថែម1x3ទៀតអញ្ចឹងជាការចំណាយមួយខ្ពស់បាទប៉ុន្តែយើងអាចធ្វើបដាណាបាទចាប់បដាពីមួយឆ្នាំទៅឆ្នាំមិនកើនឡើងទៀតធ្វើឲ្យបានសិស្សរៀនបានពេញព្រឹកផងងាយផងរៀនបានច្រើនទើបជាការល្អបាទហ្នឹងហើយដើម្បីចូលរួមជាមួយរដ្ឋាភិបាលនេះខ្ញុំក៏បានធ្វើ app មេកុងសាអិនដើម្បីឲ្យក្មួយៗហ្នឹងចូលរៀនគណិតរូបគីមីនិងមុខវិជ្ជាផ្សេងៗទៀត free តែម្ដងបាទឥឡូវនេះយើងមានលំហាត់ជាង10000លំហាត់ក្មួយៗអាចចូលទៅធ្វើលំហាត់នឹងបាន free បាទឥឡូវនេះមានអ្នកចូលមើលរហូតដល់80000ដងជាងច្រើនបាទក្មួយៗចូលមើលច្រើនហើយមួយទៀតខ្ញុំបានបង្កើត group Telegram បាទ group Telegram ឈ្មោះមេកុងសាអិនក្មួយៗអាច search នៅក្នុង Telegram អាកន្លែង search ហ្នឹងវាយពាក្យមេកុងសាអិនទៅរកពាក្យមេកុងសាអិនឃើញហើយក្មួយៗអាចចូលរៀននឹងបានទៀតមានចម្ងល់សំណួរលំហាត់ណាដោះស្រាយពេកក្មួយៗអាចចូលក្នុង group ហ្នឹងឥឡូវ group ហ្នឹងមានជាង6000នាក់កូនសិស្សទូទាំងប្រទេសតែម្ដងអញ្ចឹងក្មួយៗចង់រៀនជាមួយសិស្សផ្សេងៗទៀតមកពីបណ្ដាល25ខេត្តក្រុងផ្សេងទៀតអាចចូលកុំភ្លេចចូលក្នុង group Telegram ខ្ញុំហ្នឹងឈ្មោះមេកុងសាអិនហើយក្មួយអាចសួរសំណួរអត់គិតលុយទេបាទនេះជាការចូលរួមចំណែករបស់ខ្ញុំហើយនឹងគ្រូផ្សេងៗទៀតដែលគាត់បានស្ម័គ្រចិត្តចូលរួមក្នុងការឆ្លើយសំណួររបស់មួយក្នុងដែរហើយអរគុណដល់ម៉ាក់ប៉ាលោកគ្រូដែលជួយឧបត្ថម្ភគ្រប់គ្រងហើយជួយចែករំលែកវីដេអូនេះទៅដល់ក្មួយៗផ្សេងទៀតដើម្បីគាត់បានចូលរៀនគ្រប់គ្នាបាទកុំភ្លេច like និង follow page ខ្ញុំមួយផងបាទ page មេកុង booking ខ្ញុំផ្សាយណាដើម្បីបានទទួលវីដេអូផ្សេងទៀតហើយកុំភ្លេចបាទដើម្បីឲ្យបាទខ្ញុំនេះគឺថាខ្ញុំលក់សម្ភារៈពិសោធន៍បានលុយមកហ្នឹង free លំហាត់លំអីទាំងអស់ហ្នឹងធ្វើលំហាត់ free ហ្នឹងដើម្បីចែកក្មួយៗដោយសារតែយើងបាននេះយើងមានបាទលក់សម្ភារៈសិក្សាគ្រូលោកគ្រូអ្នកគ្រូគាត់ជួយទិញជួយអីចឹងអញ្ចឹងយើងសល់លុយសល់កាក់ខ្លះទៅក៏បានធ្វើ app ហ្នឹងដើម្បីក្មួយៗបានរៀន free បាទអញ្ចឹងអរគុណលោកគ្រូអ្នកគ្រូដែលបានជួយទិញជួយជាវសម្ភារៈពិសោធន៍ខ្ញុំមានសម្ភារៈពិសោធន៍គណិតរូបគីមីជីវៈចប់ឲ្យតែសម្ភារៈពិសោធន៍មិនសម្ភារៈសិក្សាខ្ញុំសម្ភារៈសិក្សាខ្ញុំមានតែសម្ភារៈពិសោធន៍សម្រាប់គ្រូឬទៅបរិញ្ញាគឺខ្ញុំមានទាំងអស់អញ្ចឹងលោកគ្រូទូទាំងប្រទេសអាចបាទកំងទិញពីខ្ញុំបានផ្ញើដល់25ខេត្តក្រុងតែម្ដងបាទមានបន្ទាត់មានពូគោមានអីមានបញ្ចប់បាទអរគុណច្រើនលោកគ្រូកន្លងមកដែលបានគ្រប់គ្រងបាទហើយមួយទៀតដែលកុំភ្លេចចូល subscribe YouTube របស់ខ្ញុំទៅបង្កើត YouTube ផុសវីដេអូនោះច្រើនក្នុង YouTube បាទឈ្មោះមេកុងសាអិនដែរក្នុង YouTube បង search មើលទៅបាយពាក្យមេកុងសាអិនអាច subscribe បានណាបាទអរគុណច្រើនបាទ